សួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំនឹងមកនិយាយតាក់ទងជាមួយនឹងការរៀននៅសាកលវិទ្យាល័យមើលឃើញថាមានបងប្អូនជាច្រើនដែលគាត់កំពុងតែឡើងមកបន្តការសិក្សានៅសាកលវិទ្យាល័យទៅតាមជំនាញនិងចំណង់ចំណូលចិត្តក៏ដូចជាទេពកោសល្យរបស់គាត់ប៉ុន្តែនៅក្នុងការនិយាយក្នុងវីដេអូនេះមិនសំដៅទៅលើថាត្រូវតែធ្វើអញ្ចឹងទេប៉ុន្តែគ្រាន់តែជាអាចថាចំណេះដឹងទូទៅចុះបើសិនជាល្អក៏យកទៅហើយបើសិនជាគិតថាអូរឿងទាំងអស់ហ្នឹងធ្វើហើយអញ្ចឹងមិនចាំបាច់យកទេក៏បានដែរហើយនៅក្នុងវីដេអូនេះគឺចង់និយាយកត់ធ្ងន់ទៅលើនិស្សិតតែម្ដងដែលគាត់មកបន្តការសិក្សាណាអញ្ចឹងការដែលមកបន្តការសិក្សាគឺជាការមកស្វែងរកចំណេះជំនាញក៏ដូចជាស្វែងរកក្តីសុបិនក្តីសម័យរបស់ខ្លួនឯងថាយើងមានក្តីសុបិនបែបណាឬក៏ក្តីសម័យបែបណាពីផ្ទះមកអញ្ចឹងយើងមកសម្រេចនៅទីនេះហើយមួយទៀតក៏ត្រូវតែដឹងដែរថាការមករៀននៅសាកលវិទ្យាល័យមិនមែនត្រឹមតែមករៀនហើយប្រឡងនោះទេយើងត្រូវតែគិតថាវាគឺជាការមកធ្វើការដកពិសោធន៍ទៅលើសមត្ថភាពខ្លួនឯងទៅលើជំនាញរបស់ខ្លួនឯងដើម្បីទទួលបាននៅអនាគតមួយដែលភ្លឺស្វាងអញ្ចឹងហើយអ្នកទាំងអស់គ្នាគួរតែស្វែងយល់ពីខ្លួនឯងឲ្យបានច្រើននៅអំឡុងពេលដែលសិក្សានៅសាកលវិទ្យាល័យហើយមួយវិញទៀតទីក្រុងវាគឺជាឋានសួគ៌ហើយក៏ជាឋាននរកដែរហេតុអីបាននិយាយបែបហ្នឹងបើសិនជាទីក្រុងហ្នឹងវានឹងคล้ายទៅជាឋានសួគ៌នៅពេលដែលអ្នកទាំងអស់គ្នាដើរទៅតាមក្តីសម័យរបស់អ្នកទាំងអស់គ្នាហើយប្រកាន់ខ្ជាប់នៅគោលជំហរដែលត្រឹមត្រូវនិងប្រព្រឹត្តនៅទង្វើឬអំពើណាមួយដោយសុចរិតហើយទីក្រុងនេះនឹងប្រែក្លាយទៅជាឋាននរកប្រែទៅជាអាប់អួរនៅពេលដែលអ្នកទាំងអស់គ្នាប្រឆាំងពីក្តីសម័យនិងក្តីសុបិនដែលអ្នកទាំងអស់គ្នាមានពីផ្ទះមកនិយាយឲ្យងាយយល់ទៅគឺមានពីផ្ទះមកហើយមួយវិញទៀតការខ្សែគប់មិត្តភ័ក្តិបនភឿនយើងត្រូវតែស្វែងយល់ឲ្យបានច្រើនតាមដែលអាចធ្វើទៅបានមិនថាមិត្តភ័ក្តិប្រុសមិនថាមិត្តភ័ក្តិស្រីពីព្រោះនៅទីក្រុងយើងឡើងមកមិនទាន់ស្គាល់នរណាម្នាក់ឲ្យច្បាស់នោះទេយើងដឹងត្រឹមតែខាងក្រៅនៃបុគ្គលម្នាក់នោះថាគេមានរូបយើងបែបណាលក្ខណៈបែបណាប៉ុន្តែអត្តចរិតចិត្តរបស់បុគ្គលទាំងនោះយើងមិនបានស្គាល់ឡើយហេតុនេះហើយទើបយើងត្រូវតែសង្កេតឲ្យបានហ្មត់ចត់និងយកចិត្តទុកដាក់ឲ្យមែនទែនទៅលើការខ្សែគប់នៅពេលដែលអ្នកទាំងអស់គ្នាខ្សែគប់បានមិនល្អនោះអ្នកទាំងអស់គ្នានឹងទទួលបានផ្លូវមួយដែលល្អសម្រាប់ទៅសម្រេចគោលដៅរបស់អ្នកទាំងអស់គ្នាប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាសម្រេចបាននៅការរាប់អានឬក៏ខ្សែគប់នៅមិត្តភាពមួយដែលមិនល្អនោះនឹងនាំអ្នកទាំងអស់គ្នាទៅកាន់ទីកន្លែងណាមួយដែលពុំមែនជាក្តីសម័យរបស់អ្នកទាំងអស់គ្នាហើយមួយវិញទៀតនៅពេលដែលអំឡុងពេលសិក្សាហ្នឹងគួរតែយកចិត្តទុកដាក់សិក្សាទៅលើជំនាញចំណេះដឹងនិងស្វែងរកនៅអ្វីដែលថ្មីសម្រាប់ខ្លួនឯងហើយបើសិនជាអាច create ខ្លួនឯងឲ្យទៅជាបុគ្គលដែលមានតម្លៃនៅពេលអនាគតហើយយ៉ាងណាមិញយើងក៏ត្រូវតែគិតដែរពីព្រោះថាយើងឡើងមកទីក្រុងភ្នំពេញមានទាំងកូនកសិករមានទាំងកូនអ្នកធ្វើស្រែចម្ការមានទាំងកូនអ្នកមានបានទូធាប៉ុន្តែនៅក្នុងពេលនេះខ្ញុំសូមមិននិយាយទៅលើអ្នកដែលទូធាទេប៉ុន្តែដោយឡែកសម្រាប់កូនអ្នកដែលក្រីក្រក្រខ្សត់ដែលចង់ឡើងមកសម្រេចក្តីសម័យរបស់ខ្លួនឯងត្រូវតែចេះសន្សំសំចៃមិនចាយវាយ
លើសពីសមត្ថភាពនិងលទ្ធភាពគ្រួសារដែលអាចមានអញ្ចឹងបើសិនជាយើងអាចសន្សំបានកម្រិតណាប្រឹងប្រែងសន្សំឲ្យអស់ពីលទ្ធភាពដែលយើងអាចធ្វើទៅបានកុំតាមមិត្តភ័ក្តិកុំតាមពុកម៉ាក់ដែលទើបនឹងស្គាល់ថ្មីព្រោះពេលដែលអ្នកអត់លុយចាយពេលដែលអ្នកខ្វះបាយញ៉ាំក្នុងអំឡុងពេលសិក្សាអ្នកទាំងអស់នោះពុំអាចមកជួយអ្នកបានឡើយមានតែគ្រួសាររបស់អ្នកប៉ុណ្ណោះដែលអាចជួយអ្នកនិងផ្ដល់ជាថវិកាឲ្យអ្នកបន្តការសិក្សាទៅបានហើយបើសិនជាអាចការជួបជុំល្មមមិនចាំបាច់ជួបក៏បានដែរនៅពេលដែលអ្នកទាំងអស់គ្នាមានចំណេះដឹងពិតប្រាកដមានជំនាញមួយពិតប្រាកដអាចមានការងារមួយដែលល្អនិងមានលំនឹងនៃជីវិតនោះមិត្តភ័ក្តិការជួបជុំផ្សេងចាំយើងមានក៏បានប៉ុន្តែនៅក្នុងការលើកឡើងនេះមិនសំដៅថាគ្រប់ការជួបជុំទាំងអស់ត្រូវតែ cancel យើងអាចទទួលយកការជួបជុំទៅតាមកលៈទេសៈនិងទិដ្ឋភាពជាក់ស្ដែងឧទាហរណ៍ថាយើងកំពុងតែរៀនគ្រូដាក់ assignment មកយើងត្រូវទៅជុំគ្នាធ្វើ assignment ហើយចុះបើយើងអត់ទៅធ្វើមិនបានហើយ assignment ឲ្យគ្រូមិនចឹងណាក្នុងន័យដែលលើកឡើងការជួបជុំត្រូវតែបោះបង់ចោលនិងមិនទទួលយកការជួបជុំនេះគឺជាការដើរលេងសប្បាយពេលយប់ឬក៏ពេលថ្ងៃទេឲ្យតែជារឿងដែលគ្មានប្រយោជន៍ដល់អនាគតនិងការសិក្សាបោះបង់ចោលទៅមិនចេះខុសទេហើយមួយវិញទៀតគួរតែចំណាយពេលវេលាមួយចំនួនទៅលើគ្រួសាររបស់អ្នកទាំងអស់គ្នាខ្ញុំដឹងថានៅពេលដែលយើងឡើងមកឆ្ងាយបែបនេះអ្នកខ្លះអាចនៅខេត្តឆ្ងាយហើយឆ្ងាយខ្លាំងថែមទៀតហើយពុំសូវមានពេលទៅជួបជុំគ្រួសារទេដូច្នេះហើយគួរតែចំណាយពេលជាមួយនឹងគ្រួសារដោយការ call ឬក៏ video call ជាមួយនឹងគ្រួសារដើម្បីរក្សានៅសុខភាពឲ្យកាន់តែមានភាពស្និទ្ធស្នាលនិងយូរឪពុកម្ដាយតែងតែនឹករលឹកមកដល់កូនគ្រប់គ្នាប៉ុន្តែចូលកូនគ្រប់គ្នានឹករលឹកទៅឪពុកម្ដាយវិញហើយជាចុងក្រោយជូនពរឲ្យអ្នកទាំងអស់គ្នាទទួលបានជោគជ័យនៅក្នុងការសិក្សា